ពោធិ៍សែនជ័យរាជធានីភ្នំពេញជ័យកសោធ្លាប់ប្រកួតបានចំនួន135ដងនៅលើសង្វៀនលទ្ធផលឈ្នះ113ដងចាញ់17ដងស្មើចំនួន5ដងជ័យកសលអស្ចារ្យមែនទែនធ្លាប់ផ្ដួលគូប្រកួតសន្លប់នៅលើសង្វៀនចំនួន76ដងហើយរត់អស្ចារ្យបំផុតប្រកួតចុងក្រោយជាមួយវ៉ែនសវណ្ណឈ្នះវ៉ែនសវណ្ណដោយពិន្ទុថែមទៀតសូមបញ្ជាក់ផងដែរថាការជ័យកសលកំពុងតែថ្វាយបង្គំគ្រូតាមរបៀបឥន្ទ្រីសម្ដែងរិទ្ធកែរំចង់បច្ចុប្បន្នគឺជាកូនសិស្សរបស់លោកគ្រូគ្រឿងសរសៃហើយក៏ជាកីឡាករមកពីក្លឹបសង្ហកីឡានៅក្នុងឱកាសនេះយើងខ្ញុំសូមអនុញ្ញាតជម្រាបជូនដល់កីឡាករប្រកួតការពារនិងដណ្ដើមខ្សែក្រវ៉ាត់ឲ្យបានជ្រាបថាសម្រាប់អ្នកឈ្នះនឹងទទួលបានថវិកាជាទឹកប្រាក់សុទ្ធចំនួន4លានរៀលចំពោះអ្នកចាញ់ទទួលបានថវិកាទឹកប្រាក់សុទ្ធ2លានរៀលអបអរសាទរមួយទៀតហើយសូមជម្រាបផងដែរថាថវិកានេះគឺជាថវិការួមរបស់អគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍របស់យ័ន្តបាទរួមជាមួយនឹងក្រុមហ៊ុនសេងហុងហេងលោកស្រីនិងកញ្ញាជាទីមេត្រីបាទកីឡាករទាំងពីរមិនទាន់បានបញ្ចប់ការថ្វាយបង្គំគ្រូនៅឡើយទេបាទដែលលោកនាងបានជ្រាបហើយបាទថ្ងៃនេះបាទពិតជាពិសេសមែនទែនដែលពេលមកទូទាំងជនរបស់យើងមកទស្សនាយ៉ាងច្រើនកុសកនៅទូបានដណ្ដើមនឹងការពារខ្សែក្រវ៉ាត់ហើយសូមបញ្ជាក់ថាក្រុមហ៊ុនសេងហុងហេងបន្ថែមអ្នកឈ្នះ$100និងអ្នកចាញ់$50ឆ្លៀតក្នុងឱកាសនេះខ្ញុំបាទសូមជម្រាបជូនដល់កីឡាករគូដណ្ដើមខ្សែក្រវ៉ាត់និងការពារខ្សែក្រវ៉ាត់ឲ្យបានជ្រាបផងដែរថាសម្រាប់អ្នកឈ្នះពីក្រុមហ៊ុនសេងហុងហេងបន្ថែមទឹកប្រាក់ជូន$100ថែមទៀតសម្រាប់អ្នកឈ្នះរីឯអ្នកចាញ់ទទួលបានទឹកប្រាក់បន្ថែម$50ពីក្រុមហ៊ុនសេងហុងហេងទៀតហើយបងសាប់មួយទៀតហើយសូមជម្រាបផងដែរថាលោកអឹងច័ន្ទរានៅបាត់ដំបងឧបត្ថម្ភ$50,000បាទជូនដល់សំទោស$50,000ជូនដល់កែរំចង់លោកគ្រូសវត្ថាភូមិជ័យមុនីខេត្តព្រៃវែងឧបត្ថម្ភកែរំចង់$50,000ឯកឧត្តមសេនីយ៍ត្រីអុកខ្នួយមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបាត់ដំបងឧបត្ថម្ភប្រាក់ចំនួន$100ដល់កែរំចង់ហើយអរគុណដល់សន្តាគារខេមរា1ខេត្តបាត់ដំបងឧបត្ថម្ភដល់កីឡាករកែរំចង់នៅទឹកប្រាក់$40,000ក្រុមហ៊ុនឆ្នាំលៀបបារាំង Masteria បានឧបត្ថម្ភដល់កីឡាករកែរំចង់ចំនួនទឹកប្រាក់$20,000បាទសូមអរគុណបាទនេះជាការឧបត្ថម្ភដល់កីឡាករកែរំចង់បាទtôiមានឃើញឧបត្ថម្ភដល់កីឡាករជ័យកសលនៅឡើយនោះទេបាទនេះសម្រាប់បញ្ជីអ្នកដែលឧបត្ថម្ភដល់កីឡាករម្ចាស់ខ្សែក្រវ៉ាត់ស៊ីម៉ុងនំកែរំចង់កីឡាករកំពុងតែទូដាក់គ្នាតាមរយៈការសម្ដែងនៅការថ្វាយបង្គំគ្រូធ្វើឲ្យប្រិមិត្តដែលកំពុងទស្សនានៅទីនេះបាទពិតជាមានការជក់ចិត្តនិងគាំទ្រយ៉ាងខ្លាំងមែនទែនតែម្ដងបាទនេះបាទកែរំចង់ថ្វាយបង្គំគ្រូអនុញ្ញាតជម្រាបសួរបងប្អូននៅសង្វៀនរបស់យើងមើលសូមសម្លេងមើលអ្នកដែលគាំទ្របង្គោលក្រហមបានប្រមាណពាន់នាក់បងប្អូនផ្ទះដែរបង្គោលក្រហមមួយចូលកីឡាករជើងចាស់ជ័យកសលអបអរសាទរមួយទៀតចាឥឡូវនេះលោកកញ្ញាកណ្ដាលយឹមសខុមកំពុងតែផ្ដល់អនុសាសន៍និងប័ណ្ណបញ្ជាដល់កីឡាករទាំងពីរទី1ហាមបោកទី2ហាមវាយប្រដាប់ការពារទី3ហាមវាយពុះកែងពីលើលលាក្បាលទី4ហាមវាយពីក្រោយកញ្ចឹងកនិងទី5ហាមវាយតោងខ្សែសេវៀនប្រកួតហើយនៅពេលដែលលោកកញ្ញាកណ្ដាលបញ្ជាឲ្យឈប់ឬក៏ស្នូជួងបានបន្លឺឡើងគឺប្អូនកីឡាករត្រូវតែបញ្ឈប់ជាបន្ទាន់នេះគឺជាប័ណ្ណបញ្ជានៃការប្រកួតបាទកីឡាករបាទឥឡូវនេះបានបញ្ចប់ការថ្វាយបង្គំគ្រូរួចរាល់ហើយបន្តិចទៀតលោកនាងនឹងបានទស្សនានៅការប្រកួតបាទដ៏មានសារៈសំខាន់សម្រាប់កីឡាករកែរំចង់ព្រោះក្នុងនាមជាអ្នកការពារខ្សែក្រវ៉ាត់ត្រូវតែធ្វើយ៉ាងណារក្សាខ្សែក្រវ៉ាត់ដែលខ្លួនធ្លាប់ដណ្ដើមបានធ្លាប់គ្រងបាទរយៈពេលជាច្រើនខែហើយនោះក្នុងនាមជាអ្នកដណ្ដើមខ្សែក្រវ៉ាត់កីឡាករជ័យកសលបាទពិតណាស់
បាទដឹងតែខ្លួនឯងអាចដណ្ដើមបានឬក៏យ៉ាងណាខ្លួនបានធ្វើការវឹកហាត់យ៉ាងណានោះគេដឹងច្បាស់ជាងគេ ចក្រម ហើយសូមបញ្ជាក់ថា24មិថុនា2012កន្លងទៅ ត្រៀម ជ័យកសលចាញ់កីឡាករកែរំចង់ដោយពិន្ទុទៀងប្រភេទប្រភេទ គូទី5ដែលជាគូប្រកួតដណ្ដើមខ្សែក្រវ៉ាត់ទឹកទី1 អ្វីដែលគួរតបស្គាល់បំផុតជ័យកសលរៀងចំណាស់បន្តិចកម្លាំងស៊ូសបើប្រៀបធៀបទៅនឹងមង្គលក្រហមត្រូវបានគេមើលឃើញថាហាក់ដូចជាកម្លាំងស៊ូសនោះរៀងខ្សោយបន្តិចតែមិនថ្មីជ័យកសលបទពិសោធន៍ជាង100ប្រកួតល្មមធ្វើឲ្យគេអាចទប់ទល់ជាមួយនឹងការរំចង់បានការរំចង់ក្នុងនាមជាអ្នកបណ្ដាលកំពុងតែអង្រួនសង្វៀនកំពុងតែល្បីនៅក្នុងព្រះរាជាណាចក្រកម្ពុជាក៏មិនខ្លាចបាទសិស្សច្បងបាទកីឡាករជើងចាស់នោះដែរឥឡូវទស្សនាការប្រកួតខ្ញុំបញ្ជាក់ថាការរំចង់ក្រៅពីគេជាម្ចាស់ខ្សែក្រវ៉ាត់ក្នុងភ្នំគេនៅដណ្ដើមបានខ្សែក្រវ៉ាត់ពីអូប៊ូថងគឺខ្សែក្រវ៉ាត់អគ្គនាយកថាបញ្ជូទូទៅបយ័នទៀតផងហើយគេស្ពាយខ្សែក្រវ៉ាត់2មកពីប្រទេសបារាំងនៅពេលថ្មីជាមួយនឹងមេដាយមាសទៀតបាទនេះសុទ្ធតែអ្វីដែលគេបានសាងមកមុននឹងជួបជាមួយនឹងកីឡាករជ័យកសលនៅក្នុងការប្រកួតការពៀនដើមខ្សែក្រវ៉ាត់នេះក៏មានជើងខ្លាំងដែរតែមិនបានល្អដើរចូលជ័យកសលប្រើកណ្ដាប់ដៃត្រង់តែមិនបានល្អចំឃុំបើកីឡាករបង្គោលក្រហមតែមួយជើងលោកយមសធមបញ្ញាកណ្ដាលបញ្ជាការប្រកួតនេះឥឡូវនេះឱកាសរបស់កៅរំចំទាត់ជើងក្រហមតែមិនល្អទេហាក់ដូចជាអស់ចំហបន្តិចបន្តួចជាមិនធម្មតាអ្នកគ្រប់គ្រងមកពិតជាអស្ចារ្យគ្រប់គ្រងកីឡាករធ្វើកីឡាករកាន់តែមានទឹកចិត្តប្រកួតនៅលើសង្វៀនដល់ចូលទាត់មួយជើងទៀតឱកាសទាត់មួយចាប់ជើងចូលឱកាសទាត់សងទៅវិញប្រាកែងមួយទាត់សងទៅវិញសម្រាប់រំចង់តែមិនដល់ទេឆ្លោមួយដើរចូលបន្តទៀតគាត់មួយជើងស្រាបន្តិចឆ្លោបាទក្នុងសោជាង1នាទីទៀតនឹងចប់ទឹកមួយឡងដល់មួយប្រើធ្វើជាជួយទៅមួយជើងរបស់ជ័យកសលតែមិនត្រូវទាត់ជើងក្រៅមួយអីយយឬយ៉ាងណាអត់អីជ័យកសលមិនអាចប្រហែលបានទេតែរំចង់ក៏មិនអាចមើលស្រាលគូប្រកួតបានដែរទោះបីធ្លាប់ឈ្នះដោយបន្ទុកក៏ដោយតែចូលកីឡាករទាំងពីរមានប៉ុនគ្នាតែម្ដងក៏កំពុងហាប់ហើយមួយទៀតតែចូលមួយដៃរបស់កែរំចង់ស្ទុះថែមបន្តទៀតមួយជើងទៀតគាត់សងទៅវិញតែអត់ត្រូវសម្រាប់ជ័យកសលអូយចុងទឹកកែរំចង់គេធ្វើឲ្យគូឲ្យកត់សម្គាល់2ចំណុចអមាញ់មួយនេះគាត់មួយជើងបន្តអត់ទៅសម្លេងផ្ទះតែមួយខ្លាំងទៀតដូរឡើងកណ្ដាប់ដៃរបស់គេប្រើដល់ក្រោមបោះមួយផុតបន្តិចសម្រាប់កីឡាករជ័យកសលលេងចេញពីខាងដើរចូល1-2ត្រាប់មួយជើងទៀតកែរំចង់នៅតែសម្រុកមួយដៃទាត់ជើងក្រោមចាប់ទៅទី1